ហេតុអីបានត្រូវលាងឈាមដើម្បីឆ្លើយសំណួរនេះបានទី1បងប្អូនត្រូវដឹងថាមុខងារតម្រងនោមមានអ្វីខ្លះទី2ហេតុអីបានតម្រងនោមរបស់យើងនឹងវាខូចនៅtrongវីដេអូខ្ញុំនឹងប្រាប់បងប្អូនពីវិធីការពារតម្រងនោមរបស់យើងនឹងកុំឲ្យឆាប់ខូចថែមទៀតពីព្រោះការលាងឈាមនេះគឺអស់លុយច្រើនណាស់បងប្អូនសឹងថាលក់ដីលក់ផ្ទះហើយលាងមិនគ្រប់ទៀតអញ្ចឹងមើលវីដេអូនេះដល់ចប់បងប្អូននឹងទទួលបានអត្ថប្រយោជន៍ច្រើនពីវីដេអូមួយនេះអញ្ចឹងតម្រងនោមរបស់យើងគឺមានមុខងារសំខាន់មែនទែននៅក្នុងខ្លួនរបស់យើងទី1គឺវាច្រោះកាកសំណល់ដូចជាពពួកយូរីដូចជាក្រេអាទីនីនចេញពីក្នុងខ្លួនរបស់យើងបញ្ចេញជាតិទឹកដែលលើសនៅក្នុងខ្លួនរបស់យើងតាមរយៈការនោមរក្សាតុល្យភាពអំបិលនិងសារធាតុរ៉ែផ្សេងៗដូចជាប៉ូតាស្យូមកាល់ស្យូមពីព្រោះសារធាតុអស់ហ្នឹងបើលើសនៅក្នុងខ្លួនរបស់យើងបងប្អូនអាចហើមដៃហើមជើងកត្រាក់ដៃកត្រាក់ជើងហើយសំខាន់មួយទៀតគឺវាគ្រប់គ្រងសម្ពាធឈាមរបស់យើងហើយនៅចុងក្រោយតម្រងនោមក៏មានតួនាទីដើរតួជាអរម៉ូននៅក្នុងការផលិតគ្រាប់ឈាមក្រហមក៏ដូចជារក្សាសុខភាពឆ្អឹងរបស់យើងផងដែរនេះគឺជាចំណុចសំខាន់នៅពេលដែលតម្រងនោមរបស់យើងខូចតើវាមានរឿងអីកើតឡើងនៅក្នុងខ្លួនរបស់យើងហ្នឹងអញ្ចឹងកាកសំណល់ជាច្រើនវានឹងកកកុញនៅក្នុងខ្លួនរបស់យើងទឹកចាល់ពេញរាងកាយអញ្ចឹងវាធ្វើឲ្យបងប្អូនហើមត្បកភ្នែកហើមដៃហើមជើងហើយបើទឹកចូលសួតឲ្យហត់ជាតិប៉ូតាស្យូមអាចនឹងកើនខ្ពស់ធ្វើឲ្យបេះដូងរបស់បងប្អូនលោតញាប់កន្តាក់បឹបគឺពិបាកទ្រាំមែនទែនបងប្អូនហើយបើសិនជាមានជំងឺលើសសម្ពាធឈាមទៀតគឺអ្នកជំងឺប្រឈមមុខជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលហើយអាចគ្រោះថ្នាក់ដល់ជីវិតឈាមរបស់យើងមានជាតិអាស៊ីតកើនឡើងគេហៅថា metabolic acidosis ហើយអ្នកជំងឺនឹងមានរោគសញ្ញាដូចជាក្អួតចង្អោរអស់កម្លាំងរមាស់ឬក៏សន្លប់បើធ្ងន់ធ្ងរអាចស្លាប់បងប្អូននិយាយរួមទៅបើសិនជាអ្នកជំងឺម្នាក់ខូចនឹងរងនោមហើយគឺជីវិតរបស់គាត់គឺពិបាកអាចនិយាយថារស់ពិបាកជាងស្លាប់បងប្អូនអញ្ចឹងហើយបានជាអ្នកដែលខូចនឹងរងនោមត្រូវតែលាងឈាមដើម្បីអីគេយកកាកសំណល់ចេញពីឈាមឲ្យអស់យកជាតិទឹកដែលលើសចេញកុំឲ្យហើមរក្សាលំនឹងប៉ូតាស្យូមកាល់ស្យូមឲ្យមានលំនឹងកុំឲ្យបេះដូងរបស់យើងវាលោតញាប់ពេកហើយចុងក្រោយគឺកាត់បន្ថយការគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺនឹងឯងនេះគឺជាសំណួរដែលបងប្អូនគ្រប់គ្នាតែងតែចង់ដឹងហេតុអីបានជាតម្រងនោមរបស់យើងនឹងវាខូចអញ្ចឹងមូលហេតុទី1គឺជំងឺទឹកនោមផ្អែមដែលជំងឺទឹកនោមផ្អែមបងប្អូនដឹងហើយគឺកើតឡើងដោយសារតែការញ៉ាំអាហារមិនត្រឹមត្រូវមានជាតិស្ករច្រើនមូលហេតុទី2គឺតាក់ទងនឹងជំងឺលើសសម្ពាធឈាមអញ្ចឹងនៅពេលណាដែលអ្នកជំងឺម្នាក់គាត់លើសសម្ពាធឈាមវាធ្វើឲ្យសរសៃឈាមទូចនៅក្នុងតម្រងនោមនឹងវាឆាប់ខូចអញ្ចឹងតើសរសៃឈាមនឹងវាខូចតម្រងនោមរបស់យើងក៏វាខូចដែរបងប្អូនចុងក្រោយគឺការប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់មួយចំនួនហើយការប្រើប្រាស់នេះខ្ញុំជឿជាក់ថាបងប្អូនអាចនឹងទិញប្រើដោយខ្លួនឯងដោយសារតែមិនចង់ជួបពេទ្យមិនចង់ចំណាយលុយច្រើនខ្ញុំយល់ពីសេដ្ឋកិច្ចប៉ុន្តែបងប្អូនក៏ត្រូវយល់ពីសុខភាពខ្លួនឯងដែរព្រោះអីថ្នាំហ្នឹងប្រើត្រូវមានកំណត់ហើយពេលដែលប្រើទៅវាចេញផលរំខានច្រើនគ្រូពេទ្យគឺគាត់ត្រូវលៃលោកថាបងប្អូនគួរញ៉ាំថ្នាំអីជំនួសគួរបន្តញ៉ាំឬក៏មិនគួរបន្តអញ្ចឹងសម្រាប់អ៊ំចាស់ដែលអាសាឈឺដៃឈឺជើងហើយទៅទិញថ្នាំទាំងអស់ហ្នឹងយកមកលេបខ្លួនឯងដោយមិនបានជួបពេទ្យសូមបដូរការគិតវិញពុកបែបបងប្អូនគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតដើម្បីរកចំណុចកណ្ដាលមួយស្លាកដៃស្លាកជើងរបស់យើងមិនសូវឈឺហើយបងប្អូនអាចញ៉ាំថ្នាំបានដោយសុវត្ថិភាពនេះគឺជាការការពារតម្រងនោមរបស់បងប្អូនឲ្យមានសុខភាពល្អទី1បងប្អូនត្រូវគ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវកុំញ៉ាំអាហារកែច្នៃកុំញ៉ាំភេសជ្ជៈផ្អែមច្រើនពេកពីព្រោះវាអាចធ្វើឲ្យបងប្អូនកើតជំងឺទឹកនោមផ្អែមហើយជំងឺទឹកនោមផ្អែមធ្វើឲ្យខូចសរសៃឈាមតូចៗនៅក្នុងតម្រងនោមបង្កឲ្យបងប្អូនខូចតម្រងនោមទី2គ្រប់គ្រងសម្ពាធឈាមជាមួយនឹងវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវទី3ផឹកទឹកឲ្យគ្រប់គ្រាន់តម្រងនោមប្រៀបដូចជាម៉ាស៊ីនបូមទឹកអញ្ចឹងបើសិនជាវាអត់មានទឹកបូមទេម៉ាស៊ីនហ្នឹងគឺខូចហើយតម្រងនោមយើងដូចគ្នាបើគ្មានទឹកច្រោះទេក៏វាអាចខូចដែរបងប្អូនទី3កុំប្រើថ្នាំពពួកបំបត្តិការឈឺចាប់នឹងដោយខ្លួនឯងមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវកុំជួបបារីហើយរក្សាគីឡូរបស់ខ្លួនឯងឲ្យបានសមរម្យកុំឲ្យលើសពេកបងប្អូនលើសគីឡូតម្រងនោមយើងក៏ធ្វើការងារច្រើនដែរចុងក្រោយគឺបងប្អូនគួរតែពិនិត្យមុខងារតម្រងនោមមុខងារថ្លើមនឹងរៀងរាល់6ខែម្ដងនៅពេលដែលបងប្អូនអាយុចាប់ពី30ឆ្នាំឡើងទៅឬក៏35ឆ្នាំឡើងទៅអាស្រ័យទៅលើសុខភាពរបស់បងប្អូនបើសិនជាយើងនៅសុខភាពល្អអាច35 40អីហ្នឹងទៅតែបើសិនជាយើងអាសាឈឺអាសាអីហើយអាសាផលិតដែរទៅបងប្អូនដើម្បីសុវត្ថិភាពរបស់បងប្អូនអញ្ចឹងវីដេអូថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាបើសិនជាបងប្អូនមានសំណួរអីផ្សេងៗអាច comment នៅខាងក្រោមវីដេអូនេះសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររ៉ិតអរគុណជម្រាបលា